បាទខ្ញុំបាទឈ្មោះគង់ណំតួនាទីជាមេភូមិករផលឃុំរសាសនៅក្នុងភូមិករផលគឺជាភូមិមួយដែលជនជាតិដើមភាគតិចរស់នៅបាទហើយក្នុងនោះមុខរបរគឺពួកគាត់ប្រកបប្រពៃណីតាមទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចទៅទៀតគឺពួកគាត់បានធ្វើស្រែក៏ដូចជាធ្វើចំការបាទសម្រាប់ចិញ្ចឹមជីវិតតាមបែបប្រពៃណីសាសនាព្រះពុទ្ធរបស់បងប្អូនជនជាតិដើមភាគតិចគាត់តែងតែធ្វើកម្មវិធីប្រពៃណីរបស់ពួកគាត់ដូចជាបន់ផ្កាស្រូវឡើងដូនតាហើយនឹងបន់ស្រន់ផ្សេងតាមជំនឿបែបប្រពៃណីរបស់ពួកគាត់ហើយក្នុងនោះទៀតពួកគាត់ក៏មានមុខរបរអនុផលពីព្រៃឈើដូចជាបោចវល្លិដងជួចិញ្ចឹមសត្វគោក្របីមាន់ទាជាដើមបាទនេះជាមុខរបរចម្បងរបស់ពួកគាត់បាទហើយមុខរបរចម្បងដែលធំគឺមានប្រកបមុខរបរធ្វើស្រែហើយនឹងធ្វើចម្ការបាទក្នុងការធ្វើចម្ការនោះគឺមានការដាំដលងហើយនឹងស្វាយចន្ទីបាទតាមបែបប្រពៃណីហើយក៏តាមលក្ខណៈគ្រួសារដែលគាត់បានធ្វើជារៀងរាល់ឆ្នាំក៏ដូចជាតាមគ្រួសារនីមួយរស់លឹមជាប្រធានគណៈកម្មការជនជាតិដើមភាគតិចគួយភូមិករផលចំណុចសំខាន់ដីបាទសម្រាប់កូនចៅចំនួនក្រោយដើម្បីទុកជាដីរួមមានក្នុងនោះយើងមានសារៈសំខាន់ក្រោយគេមើលឃើញហើយនឹងគេជួយថែរក្សាដើម្បីអនាគតរបស់កូនចៅយើងទាំងអស់គ្នាបាទបើសិនតែយើងទុកអោយដីវេទនាទេប្រហែលជានឹងមានអុកញ៉ាមួយណាឬក៏អ្នកមានអំណាចមួយចំនួនគេនឹងរុករានតំបន់នោះយើងបាត់បង់គេហៅថាដីរួមរបស់ជនជាតិដើមភាគតិចយើងអញ្ចឹងបានតែយើងចាស់ទុំយើងដឹកនាំយុវជនកូនចៅយុវ័នយុវនារីនេះដើម្បីឲ្យខំថែរក្សាស្រែរួមដីមួយចំណែកនេះឯងដើម្បីទុកសម្រាប់កូនចៅមើលថានេះជារបស់រួមសម្រាប់កូនចៅប្រើប្រាស់ទៅអនាគតបាទពេលមានកម្មវិធីអីយើងអត់ពិបាកតរៃអង្គាសអង្គឬក៏ស្បៀងពីអ្នកភូមិអ្នកស្រុកទេយើងកិនស្រូវរួមយើងមកហូបឬក៏រួមគ្នាឬក៏លក់ត្រូវការបានច្រើនក៏យើងលក់យកមកអភិវឌ្ឍនៅក្នុងសហគមន៍យើងបាទអានេះបើនិយាយពីចំណែកស្រូវបើសិនជាយើងចេះដាំដំណាំផ្សេងដូចជាកូនឈើឬក៏ចេកដំណាំឈើហូបផ្លែដូចជាស្វាយអីដំឡូងអីកាន់តែបានកើនបានល្អទៀតបាទសូមអរគុណជំរាបសួរខ្ញុំបាទឈ្មោះចេញលីជាជនជាតិដើមភាគតិចគួយខ្ញុំបាទជាប្រធានក្រុមយុវជននៅភូមិកាន់ផលភាពធ្វើស្រែរួមនេះមានដើមដោយចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិគណៈកម្មាធិការជនជាតិដើមភាគតិចដូចជាប្រជាពលរដ្ឋនៅក្នុងភូមិកាន់ផលទាំងមូលតែម្ដងបានរួមមតិគ្នាថាធ្វើស្រែរួមដើម្បីផ្គត់ផ្គង់ដូចជាស្បៀងអាហារជូនដល់តាគាត់ប្រចាំការនៅក្នុងតំបន់ការពារតំណងផ្ទាល់ហើយដូចជាប្រជាពលរដ្ឋគាត់ខ្វះខាតជំរាបសួរនេះខ្ញុំឈ្មោះសេសុភាជាយុវជនក្នុងភូមិកាន់ផលជាជនជាតិគួយយុវជនបានចូលរួមធ្វើសកម្មភាពក្នុងនោះយុវជនបានចូលរួមក្នុងការអាតដីភ្ជួរនិងដឹកគ្រាប់ពូជទៅសាបព្រោះឲ្យប្រមូលផលពួកគាត់មានការចូលរួមយុវជនគណៈកម្មការអាជ្ញាធរសមាជិកនិងមានប្រជាពលរដ្ឋផ្សេងទៀតដែលចូលរួមពីចាប់ដើមមានស្រែរួមមកយើងបានចុះមកសម្អាតដីទី2យើងព្រោះទី3យើងប្រមូលផលច្រូតកាត់ពីយកប្រមូលស្រូវយកអត្ថប្រយោជន៍ទៅជួយគង់អ្នកដែលខ្វះខាតនៅក្នុងភូមិក៏ដូចជាសហគមន៍របស់យើងសូមសំណូមពរដល់សមាគមយុវជនស៊ីយ៉ាដើម្បីគ្រប់គ្រងយុវជនបន្តទៀត